ធំមើលវិញទៅសឹងប៉ាន់វត្តមួយទៀតហើយណាចឹងយើងថែមតែបកគោលតាមនេះឲ្យមាំមកហើយជាប់លបងអីទៅកាត់លោកដាំបន្លែបានណាព្រោះដីនេះពីមុនដាំស្ដែកដាំអីដែរជាប្រភេទដីចកាទៅយើងមានលុយមានកាក់យើងដាក់លបងវត្តមកឲ្យត្រង់មកលើយើងដាក់ត្រង់មកពីនឹងមកត្រង់មកវិញផ្លូវនេះលែងចូលចេះផ្លូវនេះមកតាមនឹងវិញផ្លូវនេះមកត្រង់មកតាមនឹងទៅចឹងអមនឹងតាមថ្នោតនឹងវិញផ្លូវអមនឹងតែហ្នឹងអមនឹងតែចាំអញទៅមកខាងមុខនោះតមកទៅយើងຕົកធ្វើស្ទះទឹកមួយឲ្យស្អាតចាហ្នឹងមករៀបកំងរៀបអីទេណាព្រមកល់ទឹកទុកគ្រាន់ចូលច្រត់តាមខាងហ្នឹងចឹងយើងយកមើលបរិវេណដីនេះឃើញហ៎បងហ៎ណាតាមលបងវត្តនឹងមកខ្ញុំខ្ញុំធំមែនទេកាន់ប៉ុនវត្តមួយទៀតណាវត្តតូចល្មមមួយទៀតតែមែនទេនៅមកដុំកន្លែងនេះគឺសិតតែដើមស្នោតតែម្ដងដើមស្នោតតែដើមស្នោតនេះយើងអត់ធ្វើអីទេយើងទុកប៉ះពាល់នេះយើងទុកដើមស្នោតcònក្មេងៗក្រោយមើលចឹងហើយយើងចង់ដាំដើមឈើអីទៀតយើងដាំទៅប៉ុន្តែដើមស្នោតនេះគឺយើងទុកហើយយើងលើកលែងណាដែលវាត្រូវជាមួយនឹងលបងរំទល់ប៉ះជាមួយលបងពេលយើងកសាងលបងអីទៅយើងលោវាតាជាយើងអាចដកវាខ្លះបើយើងអាចខាត់វាបានគឺយើងខាត់បានបើអត់ទេយើងត្រូវដកវាខ្លះតាមព្រំលបងចឹងទៅប៉ុន្តែនៅខាងក្នុងចុះយើងទុកសម្បូរដើមស្នោណាព្រមលុកហ្នឹងអានេះគឺសិតដីចកាអ្នកស្រុកទេយើងបានចេញមកខាងនេះជាប់បាទចឹងគឺថ្លៃដីនេះជាង$5,000ញញោម$5,000ចឹងញោមទៅការចូលរួមឧបត្ថម្ភអីបានជាដីដាក់វត្តបានបនច្រើនណាហើយស្មាអត់ដែរឬតោបកាយទេដោយនឹកឃើញថាសន្តិយើងកំពុងតែមានចម្បាំងរាំងជុលមានសង្គ្រាមជាមួយពួកចៅក្លៀនទៀនទឹកដីគឺឈាមហើយចឹងទៅណាហើយវរៈកងទ័ពដីវិជាពលរដ្ឋដីកំពុងតែនាំគ្នាស្រាក់ដៃគ្នាស្រាក់ស្រាំទាំងថ្នាក់ដឹកនាំរដ្ឋទាំងប្រធានប្រតិភិទាំងនាយករដ្ឋមន្ត្រីទាំងមន្ត្រីក្រមអាវ៉ាតតាមបណ្ដាខេត្តនានាទាំងវិជាពលរដ្ឋគឺគាត់សហការគ្នាជួយណាឧបត្ថម្ភជាងដល់ជនជាតិទឹកផងឧបត្ថម្ភសម្ភារៈបរិក្ខារផ្សេងដល់ខាងវិជាការពារទឹកដីផងចឹងដើម្បីឲ្យមានសុខសន្តិភាពណាទើបមានការអភិវឌ្ឍបានចឹងសូមឲ្យនាំខ្លួនទូរសានៅសុខសន្តិភាពនេះឲ្យបានទៅទើបយើងអភិវឌ្ឍគ្រប់វិស័យទៅកើតទាំងវិស័យពុទ្ធចក្រទាំងវិស័យអាណាចក្រចឹងថ្ងៃនេះគឺថ្ងៃទី1ខែមករាឆ្នាំ2026នេះគឺស្មាបានជាវដីដាក់វត្តនៅកន្លែងទៀតជាចំណងដៃនៅក្នុងឆ្នាំថ្មីណាជាចំណងដៃនៅក្នុងឆ្នាំថ្មីហើយសម្រាប់បំរើវិស័យពុទ្ធសាសនាព្រោះទៅថ្ងៃអនាគតទៅទីវត្តអារាមនេះឲ្យទៅជារមណីយដ្ឋានបែបខាងពុទ្ធសាសនាអញ្ចឹងមិនទៅការកសាងសំណង់អីផ្សេងដែលឲ្យវាទឹះតែងឯងមកថាចេតដីក៏វាមិននៅរំលឹកចេតដីទៅកត់ត្រូវរៀបឲ្យមានរបៀបរៀបរយគេពីនឹងគឺមានសួនជាផ្កាសួនជាដើមឈើធ្វើម៉េចឲ្យចូលមកស័ក្តិសមនឹងថាទីវត្តអារាមកន្លែងគោរពកន្លែងបដិបត្តិហើយកន្លែងសប្បាយរីករាយបានគេឲ្យឈ្មោះថាទីវត្តអារាមចឹងឥឡូវតាមពងសារ៉េសរងលបងឈើឡើយឯងពងសារ៉េហើយឆ្កាព្រៃដើម្បីភ្ជាប់ដីចឹងទីកន្លែងដែលភ្ញៀវពីឆ្នាំ2000
24trongឆ្នាំ2024ដើមឆ្នាំ2025បានជាមកកន្លែងឥឡូវចុងឆ្នាំ2025ដើមឆ្នាំ2026បានជាមកកន្លែងទៀតនេះគង់ជាប់វាជាប់ដីនឹងឲ្យតែមួយណាប៉ុន្តែយើងអត់ទាន់បានជាប់ពីឲ្យវាទៅជាប់លបងវត្តតែមួយនោះទេញាតិញោមអានោះត្រូវការធ្វើលបងសំងឲ្យទៀតទៅថ្ងៃក្រោយយើងគិតបន្តទៀតក៏មានប៉ុណ្ណឹងហើយសុខសប្បាយ